មួយបើត្រូវត្រង់ព្រះចែកដីទាយថានឹងបានកែវចិញ្ចៀនប្រាក់មាសសំពត់អាវសៅស្បៃនឹងកូនប្រពន្ធបើពុំនោះសតនឹងបានសត្វជើង2ជើង4បើជាមានក្តីក្តាមទាយថានឹងបានឈ្នះគេ2បើត្រូវត្រង់ឆាត់ប្រាក់ឬឆាត់មាសទាយថានឹងមានលៀបសំពត់អាវសៅស្បៃនិងរបស់ដ៏ជាទីគាប់ចិត្ត4បើត្រូវត្រង់ផ្ទះលួងនិងប្រាសាទមាសទាយថានឹងបានលោកផលផ្សេងជាទីគាប់ចិត្តយ៉ាងក្រៃលែងពុំនោះសតនឹងបានសត្វជើង4ជើង2ឬបានឋានលំនៅរបស់រកស៊ីដ៏ជាទីគាប់ចិត្តនឹងបានជាធំលើសមនុស្សទាំងពួង2បើត្រូវត្រង់ឆាត់ប្រាក់ឬឆាត់មាសទាយថានឹងមានលៀបសំពត់អាវសៅស្បៃនិងរបស់ដ៏ជាទីគាប់ចិត្ត5បើត្រូវត្រង់រាហូនិងស្តេចនាគរាជទាយថានឹងកើតឈឺថ្កាត់បណ្ដាលខូចឈឺក្បាលវិលមុខស្រវាំងភ្នែកឈឺសពសាច់សពាំងកាយឲ្យប្រយ័ត្ននរាងកុំបរិភោគចំណីខុសធម្មតាក្រែងហោស្តុកស្ទន់ការដល់ខ្លួនឈាមនឹងហូរធ្លាក់ចេញអំពីខ្លួនឲ្យក្រែងប្រយ័ត្នយ៉ាងមិនទាន់2បើត្រូវត្រង់ឆាត់ប្រាក់ឬឆាត់មាសទាយថា5បើត្រូវត្រង់ទេវតាចរទាយថានឹងបានលៀបសក្ការៈរឿយតែមានលំនៅមិនប្រាកដប្រជា8បើត្រូវត្រង់ពេទ្យមកទាយថានឹងបានទីពឹងអ្នកធំនឹងឲ្យលៀបយូស័កជាគ្រឿងដុំគុំដំកើង7បើត្រូវត្រង់ព្រះបាទពិមពិសាទាយថានឹងកើតរឿងរ៉ាវឆ្លោះជជែកប្រកែកពាក្យសម្ដីឲ្យប្រយ័ត្នក្រែងស្រីចូលនៅអាស្រ័យស្នាក់នឹងបង្ករឿងហេតុឲ្យកើតជាអង្គដំណើរព្រោះតែចន្លេងលេងនឹងស្រីកុំដើរកណ្ដាលយប់នឹងមានលងភ្លាត់ការបណ្ដាលឲ្យឈាមហូរចេញពីប្រាណចូលប្រយ័ត្នកែកណាស់9បើត្រូវត្រង់មេមត់ទាយថាមានស្រីជាអ្នកធំនឹងឲ្យលាភរង្វាន់ដ៏ជាទីគាប់ចិត្តនិងមានយូស័កច្រើន